ខ្ញុំបានរៀបចំជាមាតិកាមួយឥតអំពីរបៀបកសាងទំនុកចិត្តលើខ្លួនឯងនៅពេលនិយាយជាសាធារណៈដែលបែងចែកជាដំណាក់កាលចាប់ពីការត្រៀមខ្លួនរហូតដល់ការអនុវត្តជាក់ស្ដែងដើម្បីឲ្យអ្នកងាយស្រួលយល់និងយកទៅអនុវត្តតាមការកសាងទំនុកចិត្តលើខ្លួនឯងនៅពេលនិយាយជាសាធារណៈគឺជាសិល្បៈនៃការគ្រប់គ្រងចិត្តវិទ្យានិងការអភិវឌ្ឍជំនាញបច្ចេកទេសដែលទាមទារនូវការអនុវត្តជាប្រចាំនិងការយល់ដឹងពីចំណុចស្នូលនៃភាពភ័យខ្លាចជាការពិតណាស់មនុស្សភាគច្រើនតែងមានអារម្មណ៍ភ័យអបែកញើសដៃឬញ័រជើងនៅពេលឈរនៅចំពោះមុខហ្វូងមនុស្សដែលក្នុងចិត្តវិទ្យាហៅថា Glossophobia ទោះជាយ៉ាងណាភាពភ័យខ្លាចនេះមិនមែនជាឧបសគ្គដែលមិនអាចជំនះបាននោះទេប្រសិនបើអ្នកចេះប្រើប្រាស់វិធីសាស្ត្រត្រឹមត្រូវដើម្បីបំប្លែងវាឲ្យទៅជាថាមពលវិជ្ជមានវិញជាដំបូងបង្អស់ការរៀបចំខ្លួននិងការយល់ដឹងពីខ្លឹមសារគឺជាគ្រឹះដ៏រឹងមាំបំផុតនៃទំនុកចិត្តអ្នកមិនអាចមានភាពជឿជាក់បានឡើយប្រសិនបើអ្នកមិនច្បាស់ពីអ្វីដែលអ្នកកំពុងនិយាយការស្រាវជ្រាវឲ្យបានស៊ីជម្រៅការរៀបចំចំណុចសំខាន់ឲ្យមានលំដាប់លំដោយនិងការដឹងពីគោលបំណងច្បាស់លាស់នៃសន្ទរកថារបស់អ្នកនឹងជួយកាត់បន្ថយការបារម្ភពីការភ្លេចស្គ្រីបអ្នកគួរតែសរសេរតែពាក្យគន្លឹះសំខាន់ជាជាងការទន្ទិញចាំមាត់នៅគ្រប់ពាក្យពេចន៍ព្រោះការទន្ទិញនឹងធ្វើឲ្យអ្នកកាន់តែភ័យនៅពេលខកខានពាក្យណាមួយការហាត់សមនៅមុខកញ្ចក់ឬការថតសំឡេងខ្លួនឯងស្ដាប់ឡើងវិញគឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីចំណុចខ្វះខាតដូចជារបៀបសង្កត់សំឡេងល្បឿននៃការនិយាយនិងកាយវិការដែលជួយឲ្យអ្នកមានអារម្មណ៍ស៊ាំជាមួយបរិយាកាសនៃការនិយាយបន្ទាប់មកគឺការគ្រប់គ្រងផ្លូវចិត្តនិងរាងកាយមុនពេលឡើងលើវេទិកាការដកដង្ហើមវែង Deep Breathing ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អុកស៊ីសែនទៅកាន់ខួរក្បាលនិងជួយឲ្យប្រព័ន្ធប្រសាទមានភាពស្ងប់ស្ងាត់អ្នកត្រូវផ្លាស់ប្តូរផ្នត់គំនិតពីការភ័យខ្លាចថាគេនឹងរិះគន់មកជាការចង់ចែករំលែកនូវអ្វីដែលមានប្រយោជន៍វិញចូលចងចាំថាទស្សនិកជនចំណាយពេលមកស្ដាប់អ្នកគឺដោយសារពួកគេចង់បានចំណេះដឹងពីអ្នកពួកគេមិនមែនមកដើម្បីចាំចាប់កំហុសតូចតាចរបស់អ្នកឡើយប្រសិនបើអ្នកមានអារម្មណ៍ភ័យខ្លាំងចូលព្យាយាមរក្សាទំនាក់ទំនងភ្នែកជាមួយមនុស្សដែលអ្នកមានអារម្មណ៍ថារួសរាយឬមិត្តភក្តិដែលងក់ក្បាលគាំទ្រអ្នកដើម្បីបង្កើនកម្លាំងចិត្តក្នុងអំឡុងពេលនិយាយបន្ថែមលើសពីនេះភាសាកាយវិការ Body Language គឺជាឧបករណ៍ដ៏មានឥទ្ធិពលទោះបីជាក្នុងចិត្តអ្នកកំពុងភ័យក៏ដោយប៉ុន្តែប្រសិនបើអ្នកបង្ហាញកាយវិការរឹងមាំដូចជាការឈរឲ្យត្រង់ខ្លួនការងើបមុខឡើងនិងការប្រើប្រាស់កាយវិការដៃដើម្បីពន្យល់វានឹងបញ្ជូនសញ្ញាទៅកាន់ខួរក្បាលរបស់អ្នកថាអ្នកកំពុងមានសុវត្ថិភាពនិងមានអំណាចឥរិយាបថរាងកាយបែបនេះមិនត្រឹមតែធ្វើឲ្យអ្នកស្ដាប់មានទំនុកចិត្តលើអ្នកប៉ុណ្ណោះទេប៉ុន្តែវាក៏ជួយឲ្យហូម៉ូនបង្កើនទំនុកចិត្តក្នុងខ្លួនអ្នកកើនឡើងផងដែរម្យ៉ាងវិញទៀតការស្លៀកពាក់ឲ្យបានសមរម្យនិងមានរបៀបរៀបរយក៏ជាផ្នែកមួយដែលជួយឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងមានតម្លៃនិងមានភាពជាម្ចាស់ការលើវេទិកាចំណុចសំខាន់មួយទៀតដែលមិនអាចរំលងបានគឺការទទួលយកកំហុសមនុស្សភាគច្រើនបាត់បង់ទំនុកចិត្តនៅពេលពួកគេនិយាយខុសពាក្យឬនិយាយជំពប់អានតាត់អាកំបាំងរបស់អ្នកនិយាយអាជីពគឺការបន្តទៅមុខដោយស្នាមញញឹមប្រសិនបើអ្នកនិយាយខុសចូលធ្វើដូចជាគ្មានរឿងអ្វីកើតឡើងឬកែតម្រូវវាដោយភាពធម្មតាព្រោះអ្នកស្ដាប់ភាគច្រើននឹងមិនចាប់អារម្មណ៍ឡើយប្រសិនបើអ្នកមិនបង្ហាញអាការៈជ្រួលច្របល់ការរៀនសាច់ដាក់កំហុសខ្លួនឯងខ្លះក៏ជាបច្ចេកទេសជួយឲ្យបរិយាកាសមានភាពធូរស្រាលនិងស្និទ្ធស្នាលផងដែរជាចុងក្រោយគ្មានផ្លូវកាត់ណាមួយដែលអាចជួយអ្នកឲ្យក្លាយជាអ្នកនិយាយដ៏ពូកែភ្លាមនោះទេក្រៅពីការអនុវត្តជាក់ស្ដែងទំនុកចិត្តពិតប្រាកដកើតចេញពីបទពិសោធន៍ចូលចាប់យកគ្រប់ឱកាសដើម្បីនិយាយមិនថាគ្រាន់តែជាការលើកដៃសួរក្នុងថ្នាក់ការបញ្ចេញមតិក្នុងកិច្ចប្រជុំតូចឬការនិយាយក្នុងពិធីជួបជុំមិត្តភក្តិរាល់ពេលដែលអ្នកហ៊ាននិយាយអ្នកកំពុងតែពង្រីកតំបន់សុខស្រួល comfort zone របស់ខ្លួនឯងឲ្យកាន់តែធំតាមរយៈការធ្វើវាដដែលភាពភ័យខ្លាចនឹងប្រែទៅជាភាពស៊ាំហើយអ្នកនឹងរកឃើញរចនាបថផ្ទាល់ខ្លួនដែលធ្វើឲ្យការនិយាយជាសាធារណៈក្លាយជាកម្លាំងចលករដ៏អស្ចារ្យសម្រាប់ជោគជ័យក្នុងអាជីពនិងជីវិតផ្ទាល់ខ្លួនរបស់អ្នក